ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសុភានឹងមកបង្ហាញពីរបៀបចំហុយត្រីក្រហមរបស់នាងខ្ញុំចាហើយក្នុងរូបនេះគឺមានគ្រឿងទេសចំនួនច្រើនមុខដែរបងប្អូនដែលជាគ្រឿងចំហុយចាហើយនាងខ្ញុំមានត្រីក្រហម2ក្បាលព្រមទាំងសាច់ជ្រូកមួយខាំកន្លះផងដែរដើម្បីយកមកធ្វើជាស្នូលហើយនេះការដាំបាយរបស់នាងខ្ញុំគឺដាំនឹងចង្ក្រានហ្គាសចឹងឯងបងប្អូនចាហើយជាដំបូងគឺនាងខ្ញុំបានរៀបចំនិងលាងសម្អាតសាច់និងត្រីរួចអស់ហើយចាតែជំហានដំបូងនាងខ្ញុំត្រូវយកសាច់ជ្រូកមកចិញ្ច្រាំសិនក្រោយពីម៉ត់បន្តិចហើយនាងខ្ញុំដំខ្ទឹមដាក់ចូលដើម្បីចិញ្ច្រាំចូលគ្នាឲ្យម៉ត់ល្អបងប្អូនចាក្រោយពីសាច់ជ្រូកម៉ត់ហើយនាងខ្ញុំយកស្បែកជ្រូកយកមកចិញ្ច្រាំជាមួយដែរស្បែកជ្រូកដែលត្រាំរីកហើយបងប្អូនហើយប៊ីជាហឺព្រមទាំងត្រចៀកកណ្ដាលអីក៏នាងខ្ញុំយកមកចិញ្ច្រាំដាក់ជាមួយគ្នាដែរបងប្អូនចាហើយបន្តមកទៀតនាងខ្ញុំហាន់ផ្សិតក្រៀមបងប្អូនចាត្រាំតែ15នាទីគឺបានហើយគឺរីកហើយចាហើយដាក់ពពុះសណ្តែកនិងម្សៅហើយក៏រៀបចំដាក់ខ្ទឹមដាំខ្ទឹមអីហ្នឹងបងប្អូនចាហាន់ដាក់ចូលទៅនាងខ្ញុំអត់ដាក់ម្រេចទេហើយក៏មានរយការ៉ុតផងដែរការ៉ុតនេះនាងខ្ញុំឈូសទេបងប្អូនចាហើយជំហានបន្តនាងខ្ញុំមកប្រឡាក់ត្រីតែនាងខ្ញុំប្រឡាក់ការ៉ុតទេបងប្អូនដើម្បីឲ្យសាច់មានរសជាតិឆ្ងាញ់ចាហើយបន្ទាប់ពីនេះនាងខ្ញុំមកលាយគ្រឿងនៅក្នុងស្នូលរបស់យើងហើយចាមានប៊ីចេងរ៉ូឌីនិងស្ករអីនឹងឯងហើយក៏ថែមប្រេងខ្យងនិងទឹកត្រីបន្តិចដែរបងប្អូនតែនាងខ្ញុំប្រើស្ករចំនួន3ស្លាបព្រាកាហ្វេទូចទេបងប្អូនចាដើម្បីឲ្យគ្រឿងរបស់យើងមានរសជាតិឆ្ងាញ់ចាបងប្អូនជួយមើលតើទំនងទេហើយឥឡូវនេះនាងខ្ញុំសូមញាត់សាច់ចូលនៅក្នុងពោះត្រីហើយដើម្បីនឹងចាប់បានដាក់ចំហុយបងប្អូនព្រោះថ្ងៃនេះនាងខ្ញុំរៀងឡែបតិចហើយដោយសាររវល់ចាប់មន់ចាប់ទាពេញត្រង់បងប្អូនអើយឥឡូវនេះតម្រាំតែបានធ្វើម្ហូបម៉ោងនឹង10ជាងហើយរត់រាណាបងប្អូនអើយញាប់ដៃញាប់ជើងចាហើយត្រីចំហុយរបស់យើងនេះគឺញាត់គ្រឿងរួចរាល់ហើយនាងខ្ញុំដាក់ថាសរៀបរយក៏ចាប់ផ្ដើមយកខ្លាញ់ចាមកដាក់រយបន្តិចនៅបាតថាសបងប្អូនដើម្បីកុំឲ្យត្រីយើងជាប់ចាហើយនាងខ្ញុំដាក់ដាំទឹករៀងពុះបន្តិចហើយនាងខ្ញុំអត់មានឡើងសឹងចំហុយទេបងប្អូននាងខ្ញុំចំហុយនឹងឆ្នាំងខ្ទះតែឆ្នាំងខ្ទះរបស់នាងខ្ញុំគឺឆ្នាំងខ្ទះធំបងប្អូនចាហើយគ្រប់ចានដែកធំពីលើទៅប៉ុណ្ណឹងជាការស្រេចរងចាំតែពុះយើងអាចបើកមើលបានហើយឥឡូវនេះពុះហើយបងប្អូននៅសារនេះខ្ញុំថតកាត់ការប៉ាត់ទៅគឺយូរណាស់បងប្អូនអើយសម្រាប់តែបានឆ្អិនបានទទួលទាននោះគឺយូរមែនទែនឥឡូវនេះឃើញថាទឹករៀងហើយនឹងខ្ញុំថែមទឹកបន្តិចដើម្បីចំហុយនៅខ្ញុំកំណត់ថាថែមទឹក2ដងគឺដឹងតែឆ្អិនហើយបងប្អូនចានាងខ្ញុំគ្របមួយលើកនេះហើយលើកក្រោយគឺអាចឆ្អិនបានហើយចាឥឡូវនេះនាងខ្ញុំមកលាយទឹកសុះយើងវិញម្ដងឲ្យជាទឹកជ្រលក់នោះចានាងខ្ញុំប្រើទឹកត្រីចំនួន3ស្លាបព្រាទឹកម្ទេសចំនួន2ស្លាបព្រាបងប្អូនហើយប៊ីចេង1ស្លាបព្រាកាហ្វេនឹងឯងហើយស្ករសចំនួន3ស្លាបព្រាចាហើយក៏ថែមម្ទេសចិញ្ច្រាំហើយនឹងខ្ទឹមចិញ្ច្រាំដែលនាងខ្ញុំចិញ្ច្រាំទុកនេះឯងបងប្អូនតែដាក់ទាំងអស់ទេម្ទេសព្រោះខ្លាចញ៉ាំផ្ដាច់របស់នាងខ្ញុំបាត់ហើយហើយបន្តមកទៀតច្បាច់ក្រូចឆ្មាប៉ុណ្្នឹងជាការស្រេចហើយបងប្អូនភ្លក់មើលឲ្យតែល្មមគឺរួចរាល់ហើយកូរច្របល់ប៉ុណ្្នឹងមកគឺរលាយគ្រឿងអស់គឺរសជាតិគឺឆ្ងាញ់ហើយបងប្អូនចាបន្ទាប់ពីនោះទឹកយើងពុះមួយសាទៀតហើយទឹករៀងកាន់តែខ្លាំងហើយនៅខ្ញុំគិតថាប្រហែលជាឆ្អិនហើយបងប្អូនអើយឥឡូវនេះភ្លក់មើលហើយគឺដឹងថាឆ្អិនមែនឥឡូវបិទហ្គាសហើយឥឡូវនេះបានមកដល់លើតុហើយនាងខ្ញុំនឹងភ្លក់ឲ្យបងប្អូនមើលចង់ដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់មើលតែមាត់នាងខ្ញុំទៅដឹងហើយចាបងប្អូនចាលើកបង្ហាញទឹកជ្រលក់ឲ្យបងប្អូនមើលចាចំណែកសាច់ត្រីនេះគឺត្រីក្រហមនេះស្រស់ល្អបងប្អូនចា
នឹងខ្ញុំទិញពីម្សិលមិញមកមួយហើយថាបំរុងស្ងោរទេបងប្អូនតែដូចថានៅផ្ទះនឹងធ្វើមន់ផងអីផងក៏សល់ត្រីនឹងឯងទុកធ្វើម្ហូបឯងដែរដល់ចំហុយតែមួយគឺមិនគ្រប់ទេអញ្ចឹងព្រឹកមិញនាងខ្ញុំទៅផ្សារក៏ទិញបានមួយទៀតមកតែតែពីរមិនគ្រប់បងប្អូនអើយព្រោះវាខ្ចប់ឲ្យអ្នកនៅស្រែផងអូចាឥឡូវនេះនាងខ្ញុំញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតដោយសារតែឆ្ងាញ់ពេកបងប្អូននេះគឺផ្សិតក្រៀមយើងនៅពេលដែលចំហុយអញ្ចឹងគឺចូលជាតិបងប្អូនអើយនាងខ្ញុំចាំដាក់លីគ្រឿងស្នូលខ្លះហើយក៏ទុកប្រដាត់លើនឹងខ្លះទៀតអញ្ចឹងបងប្អូនចាចំណែកទឹកជ្រលក់វិញគឺត្រូវជាតិណាបងប្អូនអើយមិនមែនជាទឹកត្រីកោះកុងទេបងប្អូននេះគឺជាទឹកត្រីទឹកម្ទេសណាបងប្អូនគេសម្រាប់ជ្រលក់ជាមួយនឹងត្រីចំហុយនឹងឯងការប៉ាត់ទៅនាងខ្ញុំធ្វើនេះព្រោះតែពេលដែលនាងខ្ញុំទៅញ៉ាំការញ៉ាំអីទៅឃើញទៅក៏កថាំងសាកធ្វើដើម្បីធ្វើទៅក៏ចេះដែរអញ្ចឹងណាបងប្អូនចារសជាតិនៅពេលដែលយើងទៅហូបផាន់គេអញ្ចឹងទៅយើងក៏ដឹងហើយថារសជាតិប៉ុណ្ណាឆ្ងាញ់អញ្ចឹងយើងក៏ឲ្យយកមកធ្វើខ្លួនឯងបានដូចគ្នាចាបើយើងទិញគេក៏មិនងាយដែរបងប្អូនអើយត្រីចំហុយមិនងាយមានគេលក់ទេតើចង់ញ៉ាំមានថាធ្វើខ្លួនឯងនឹងឯងចាមួយម៉ាត់ហើយមួយម៉ាត់ទៀតចំណែកសាច់វិញគឺផ្អែមមែនបងប្អូននឹងខ្ញុំអត់កុហកទេចានិយាយមែនបើសិនជាបងប្អូនចង់សាកធ្វើទទួលទានអាចសាកធ្វើបានបងប្អូនធានាថាជក់ចិត្តដូចនាងខ្ញុំអញ្ចឹងចាហើយជាចុងក្រោយអត់មានអីច្រើនទេមានតែពាក្យថាអរគុណចា